លោកអុកញ៉ាលីសេងខៀងម្ចាស់ក្រុមហ៊ុន BS Land and Home Co Ltd បានធ្វើលិខិតបំភ្លឺទៅកាន់មហាជនក៏ដូចជាអ្នកសារព័ត៌មានដែលបានចុះផ្សាយក្រុមចំណងជើងថាលិខិតរបស់ឯកឧត្តមគួចចម្រើនជាង8ខែមកហើយដែលឲ្យអុកញ៉ាលីសេងខៀងម្ចាស់បុរីចតុមុខសិទ្ធិសាងសង់ផ្លូវតាមកិច្ចសន្យាជាមួយរដ្ឋបាលខេត្តកណ្ដាលដែលគិតមកដល់ពេលនេះផ្លាស់ប្ដូរអភិបាលខេត្តចំនួន3រូបមកហើយនៅតែមិនធ្វើជូនប្រជាពលរដ្ឋឆ្លើយតបជាមួយមហាជនក៏ដូចជាអ្នកសារព័ត៌មានក្រុមហ៊ុន BS Land and Home Co Ltd បានធ្វើលិខិតបំភ្លឺនៅថ្ងៃទី29ខែតុលាឆ្នាំ2025ដែលមានខ្លឹមសារថាសូមជម្រាបជូនឯកឧត្តមអភិបាលមេត្តាជ្រាបថាក្រុមហ៊ុនរបស់ខ្ញុំធ្លាប់បានដាក់ពាក្យស្នើសុំស្ថាបនាផ្លូវមួយខ្សែពិតប្រាកដមែនកាលពីឆ្នាំ2015និងទទួលឯកសារជាគោលការណ៍ឲ្យខាងក្រុមហ៊ុនបានស្នើសុំបំពេញបែបបទតាមនីតិវិធីច្បាប់ជាធរមានក្រោយមកក្រុមហ៊ុនខ្ញុំបាទពុំបានទៅបំពេញបែបបទស្នើសុំបំពេញនីតិវិធីទេដោយហេតុថាក្រុមហ៊ុនពុំប្រមូលទិញបានដីគ្រប់ចំនួនសម្រាប់អភិវឌ្ឍទៅជាបុរីបានដូច្នេះហើយបានជាក្រុមហ៊ុនពុំចង់បន្តអភិវឌ្ឍបុរីនៅទីតាំងខាងលើឡើយហើយក្រុមហ៊ុនបានទៅអភិវឌ្ឍបុរីនៅទីតាំងផ្សេងដោយស្ថិតនៅក្នុងសង្កាត់ស្វាយជ្រុំដដែលបច្ចុប្បន្នគឺបុរីចតុមុខចំពោះរបាយការណ៍របស់រដ្ឋបាលក្រុងអរិយខ្សាត់ដែលមានលិខិតលេខ003/25របកក្រុមហ៊ុនសូមធ្វើការបដិសេធទាំងស្រុងដែលបានលើកឡើងក្នុងរបាយការណ៍ថាក្រុមហ៊ុនបានស្នើសុំវិនិយោគដើម្បីអភិវឌ្ឍទីនោះដែលមានភ្ជាប់ជាមួយលក្ខខណ្ឌឯកភាពគ្នាមួយចំនួននោះគឺពុំពិតទេដោយថាដីក្រុមហ៊ុនដែលបានទិញគឺមិនបានប្រមូលទិញពីប្រជាពលរដ្ឋច្រើនអ្នកនោះឡើយគឺក្រុមហ៊ុនបានទិញដីពីឈ្មោះខួនណាតតែម្នាក់និងពុំបានផ្ដល់ប្រាក់ធ្វើគោលនយោបាយជាមួយប្រជាពលរដ្ឋណាម្នាក់ដើម្បីទិញដីនោះទេហើយក្រុមហ៊ុនពុំដែលសន្យាថាទទួលធ្វើផ្លូវខាងលើនោះដែរចំពោះការស្នើសុំធ្វើផ្លូវរបស់ក្រុមហ៊ុននាពេលនោះគឺពុំមែនជាកាតព្វកិច្ចគឺគ្រាន់តែជាការស្នើសុំវិនិយោគលើវិស័យអចលនទ្រព្យតែប៉ុណ្ណោះចាប់តាំងពីក្រុមហ៊ុនខ្ញុំបាទបានចូលមកវិនិយោគវិស័យអចលនទ្រព្យនៅតំបន់អរិយខ្សាត់នេះក្រុមហ៊ុនខ្ញុំបានចូលរួមជាមួយអាជ្ញាធរកសាងសមិទ្ធផលនៅក្នុងមូលដ្ឋានជាបន្តបន្ទាប់និងជួយជំរុញឲ្យតំបន់នេះក្លាយទៅជាគោលដៅវិនិយោគអចលនទ្រព្យគួរឲ្យកត់សម្គាល់ថែមទាំងបានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បានយ៉ាងច្រើនផងដែរជាចុងក្រោយយើងខ្ញុំសូមបញ្ជាក់ផងដែរថាចំពោះករណីខាងលើក្រុមហ៊ុនយើងខ្ញុំបានធ្វើការបកស្រាយនិងដាក់លិខិតជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបន្ទាប់ពីទទួលបានការជូនដំណឹងតាំងពីថ្ងៃទី10ខែមីនាឆ្នាំ2025រួចរាល់អាស្រ័យដោយបានរៀបរាប់តាមរយៈសេចក្តីលម្អិតខាងលើសូមសាធារណជនទាំងអស់មេត្តាទទួលជ្រាបជាព័ត៌មាននេះគឺជាសេចក្តីបំភ្លឺរបស់លោកអុកញ៉ាលីសេងខៀងម្ចាស់ក្រុមហ៊ុន BS Land and Home Co Ltd ដែលបានបំភ្លឺជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មានក្នុងនាមជាអ្នកសារព័ត៌មាននឹងរងចាំតាមដានបន្តទៀតនិងរងចាំការបកស្រាយបំភ្លឺពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ